Bạn số đây bong bọn đặc nhé.នេះជាវីដេអូទី5នៃអង្គរ BIM Riba ដែលយើងនឹងបង្ហាញអំពីមុខងារ Slab Riba សម្រាប់មុខងារ Slab Riba មិនខុសពីមុខងារមុនទេបាទយើងអាចធ្វើការ select នៅលើ Slab បន្ទាប់មកយើងចូលទៅ comment ឬក៏បងប្អូនអាច select នៅលើ comment មុនបន្ទាប់មកចាំ select នៅលើ Riba របស់យើងតែម្ដងសម្រាប់ការ select នេះ select ម្ដងមានន័យថាបាទបាន select ម្ដងទៀត unselect បាទឥឡូវខ្ញុំគូសផ្នែកខាងលើបាទគូសផ្នែកខាងលើមាន3តំបន់អញ្ចឹងចង់បញ្ជាក់បន្ថែមទៀតថាមុខងារ Slab Riba យើងអាចគូសម្ដងបានច្រើនយើងគូម្ដងមកកម្រងនេះក៏បានដែរប៉ុន្តែពិនិត្យមើលសមត្ថភាពកុំព្យូទ័ររបស់បងប្អូនផងណាបើសិនជាកុំព្យូទ័រ spec ខ្ពស់អូខេអាចធ្វើចឹងបានប៉ុន្តែបើ spec ទាបយើងអាចធ្វើអានគ្នាគ្រាន់តែយើងរងចាំពេលយូរបាទហើយវាអាចប្រឈមនឹងការគាំងអីតិចតួចដែរបាទប៉ុន្តែខ្ញុំចង់គូកន្លងមកហ្នឹងគឺអត់ដែលគាំងទេដោយសារ spec របស់ខ្ញុំរៀងធំហើយគ្រាន់តែយើងរងចាំពេលរៀងយូរបន្តិចបាទអូខេឥឡូវខ្ញុំគូ3បាទ3 slide នេះបាទឬក៏ចង់តេស្តសមត្ថភាពកុំព្យូទ័រជូនបងប្អូនបាទខ្ញុំគូសទាំងអស់តែម្ដងបាទអញ្ចឹងមកកម្រងនេះវាធំដែរបងប្អូនបាទយើងគូសទាំងអស់តោះទៅយើងចុច finish ហើយ slab ខ្ញុំគិតថាវាអាចនឹងបាទមុខងារនេះរៀងស្រួលប្រើជាងគេយើងគាត់តែបញ្ចូល cover តោះមកបាទនៅទៅលើ top ហើយនឹង layer បាទអញ្ចឹងអានេះបើសិនជា top យើងអត់ត្រូវការទេយើងដក tip មកបាទហើយវាត្រូវការយើង tip មកអូខេឥឡូវខ្ញុំដាក់កម្រិត150ចុះបាទកុំឲ្យថាអត់បានកែសោះអញ្ចឹងដៃ meter យើងយក10លី save យើងមិនដូរទេបាទហើយយើងចុច generate បាទអញ្ចឹងបងប្អូនចាំមើលទាំងអស់គ្នាថាវាគាំងឬអត់បាទអញ្ចឹងទៅអូខេអញ្ចឹងមិនគាំងទេបាទវាធ្វើការបានរៀង smooth ដែរអញ្ចឹងមិនចំណាយពេលប្រហែលជា2-3វិនាទីឥឡូវយើងទៅមើលដៃរបស់យើងបាទនេះដៃរបស់យើង generate ហើយបាទអូខេអញ្ចឹងវានឹងកាត់ opening បាទកាត់ opening តែបងប្អូនអាចមើលបានអានេះ opening ជាដើមវាបានកាត់រួចរាល់ណាបាទហើយដៃចម្រៀងនេះក៏វាបាន arrange ឲ្យយើងរួចរាល់ដែរហើយមួយទៀតចំណុចដែលពិសេសហ្នឹងគឺវាបាទកាត់ ribbon set ឲ្យយើងបាទកាត់ ribbon set ឲ្យយើងតែម្ដងមានន័យថានៅពេលដែលដែកហ្នឹងប្រភេទដូចគ្នាបាទប្រភេទដូចគ្នាមកកាត់ដូចគ្នាវានឹងចាប់ចូលទៅក្នុង set មួយបាទហើយមានប៉ុន្មានដើមអញ្ចឹងទៅអញ្ចឹងវាងាយស្រួលនៅពេលដែលបងប្អូន generate ជា schedule បងប្អូនអាចធ្វើការកាត់ទៅតាមហ្នឹងហើយយើងអាចបំពេញតម្រូវការនៅការឋានរបស់យើងបាទអញ្ចឹងមុខងារ Ariba មានប៉ុណ្ណឹងទេបាទហើយអានេះខ្ញុំសូមបញ្ជាក់បន្ថែមទៀតពីលើមុខងារហ្នឹងដោយសារតែនេះជា version ទី1ខ្ញុំធ្វើមិនដើម្បីឲ្យងាយស្រួលប្រើសិនហើយសម្រាប់ការដែលចែក zone មាន economic បាទលក្ខណៈយើង adjust ដៃតាម plus span តាមអីហ្នឹងខ្ញុំនឹង update វានៅមុខងារបន្តទៀតព្រោះហ្នឹងវារៀងស្មុគស្មាញអញ្ចឹងឥឡូវយើង update ប្រើប្រាស់ប៉ុណ្នេះសិនបាទអូខេអរគុណបងប្អូនសម្រាប់មុខងារនេះខ្ញុំសូមបញ្ចប់តាមហ្នឹងបាទអូខេ